រយៈពេល3ថ្ងៃនគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសបាន12ករណីឃាត់ខ្លួនជនសង្ស័យ36នាក់យកមកបង្ហាញមុខនៅព្រឹកនេះជនសង្ស័យលួចថក់ប្លន់គាស់ផ្ទះហិង្សាដោយចេតនាកាន់កាប់អាវុធដោយខុសច្បាប់និងផ្សំគំនិតចំនួន36នាក់រួមនឹងវត្ថុតាងជាច្រើនត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាយកមកបង្ហាញមុខជាសាធារណៈរួមគ្នានៅព្រឹកថ្ងៃទី15ខែឧសភាឆ្នាំ2025បន្ទាប់ពីស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន12ករណីក្នុងរយៈពេល3ថ្ងៃនេះលោកឧត្តមសេនីយ៍ត្រីបុត្រសត្យាស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថាដោយទទួលបានប័ណ្ណបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយអធិការដ្ឋានខណ្ឌទាំង14ធ្វើការស្រាវជ្រាវបង្ក្រាបបទល្មើសជាក់ស្ដែងជាបន្តបន្ទាប់នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងរយៈពេល3ថ្ងៃគិតចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2025ជាលទ្ធផលបង្ក្រាបសរុប12ករណីដែលឃាត់ខ្លួនជនសង្ស័យ36នាក់ក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន7នាក់ជនជាតិចិន1នាក់ស្រី1នាក់និងជាមុខសញ្ញាចាស់1នាក់ក្នុងចំណោមជនសង្ស័យទាំង36នាក់នោះមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស2ករណីឃាត់ខ្លួន14នាក់ដែលជាក្មេងទំនើងក្រុមឈ្មោះក្រុមយើងស្រឡាញ់គ្នានិងក្រុមអេលៀនករណីលួច5ករណីឃាត់ខ្លួន9នាក់ក្នុងនោះមានសារធាតុញៀន7នាក់ករណីគាស់ផ្ទះ1ករណីឃាត់ខ្លួនបាន2នាក់ករណីឆក់1ករណីឃាត់ខ្លួនបាន1នាក់ករណីកាន់កាប់អាវុធខុសច្បាប់2ករណីឃាត់ខ្លួន5នាក់ដែលជាក្មេងទំនើងឈ្មោះក្រុម TKJ ករណីកាន់កាប់ប្លន់យកម៉ូតូនិងផ្សំគំនិតនិងទទួលផលមួយករណីឃាត់ខ្លួន5នាក់ជនសង្ស័យទាំង36នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនិងនគរបាលនៅតាមបណ្ដាខណ្ឌទាំង9ដែលជាម្ចាស់ករណីបង្ក្រាបបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់